ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងភាគ anime មួយទៀតដែលមានចំណងជើងថា One Piece មកធ្វើការសង្ខេបជូនទស្សនាខ្សែរឿងចាប់ផ្ដើមជាមួយនឹងបរិយាម្នាក់ដែលជាស្ដេចចៅសមុទ្រឈ្មោះ Gold Roger ត្រូវបានគេយកទៅប្រហារជីវិតជាសាធារណៈ Gold Roger នឹងក៏ប្រហែលជាចៅសមុទ្រចិត្តល្អម្នាក់ដែរព្រោះនៅថ្ងៃដែលគេប្រហារជីវិតគាត់នោះមានអ្នកខ្លះទៅឈរមើលហើយទួញយំសោកស្ដាយគាត់ជាខ្លាំងមុននឹងស្លាប់ Gold Roger បានប្រកាសជាសាធារណៈថាទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ដែលគាត់ហៅថា One Piece គាត់បានយកវាទៅលាក់ទុកនៅកន្លែងមួយតែគាត់បានប្រាប់ថាគាត់លាក់ទុកនៅកន្លែងណាទេបើអ្នកណារកកំណប់ One Piece នឹងឃើញវាជារបស់អ្នកនោះចាប់តាំងពីពេលនោះមកក្រុមចៅសមុទ្រទូទាំងពិភពលោកបានចេញទូទៅស្វែងរកកំណប់ One Piece នៅគ្រប់ទិសទីរយៈកាលជាង10ឆ្នាំក្រោយមកទៀតខ្សែរឿងបានណែនាំឲ្យយើងស្គាល់តួអង្គឯករបស់យើងឈ្មោះ Monkey D Luffy កាលនោះគាត់មានអាយុប្រហែលជា6ឆ្នាំទេតែគាត់ចង់ធ្វើជាចៅសមុទ្រហើយ idol របស់គាត់គឺមេចៅសមុទ្រសក់ក្រហមម្នាក់ឈ្មោះ Sang ប៉ុន្តែពេលនោះដោយសារតែ Luffy នៅក្មេងពេក Sang មិនអាចយកគាត់ដើរតាមបានទេនៅថ្ងៃនោះផងដែរមានចៅភ្នំមួយក្រុមទៀតដែលមើលទៅដូចជាកាយសាហាវខ្លាំងណាស់បានទាត់ទម្លុះទ្វារចូលមកក្នុងអាហារដ្ឋានហើយប្រាប់ម្ចាស់ហាងថាពួកគេត្រូវការស្រា10បារ៉ែលតែ Makino ដែលជាម្ចាស់ហាងបានប្រាប់ថាអត់មានស្រាលក់ទៀតទេពេលនោះ Sang ចិត្តល្អបានយកស្រាមកដបដែលគាត់មិនទាន់បើកឲ្យទៅចៅភ្នំនោះតែចៅភ្នំនោះបានវាយបំបីដបស្រាចោលហើយចោទថា Sang មើលងាយគាត់ទោះជាយ៉ាងនេះក៏ដោយ Sang ចិត្តធ្ងន់ណាស់អត់ប្រកាន់ចៅភ្នំនោះទេហើយបែរទៅរើអំបែងដបរបស់ចៅកុំឲ្យមុតជើងគេបន្តមកចៅភ្នំបានចិត្តក៏ដកដើរកាប់ចានលើតុថែមទៀតដើម្បីឲ្យ Sang រើសហើយបាននាំពួកចាក់ចេញពីទីនោះបាត់ទៅពេលឃើញអញ្ចឹង Luffy ក៏ដោយចិត្តជំនួស Sang ខ្លាំងណាស់តែ Sang ហើយនឹងក្រុមរបស់គាត់បែរជានាំគ្នាសោយកិលទៅវិញទង្វើរបស់ពួកគេនឹងបានធ្វើឲ្យ Luffy កាន់តែក្តៅមកកម្រិតទៀតហើយបានឡើងឈរស្រែកក្តៅស្ដីឲ្យ Sang ថាជាមនុស្សកំសាកតែ Sang បានពន្យល់គាត់ថាមានមនុស្សខ្លះមិនសមឲ្យគាត់ឆ្លោះជាមួយទេពេលនោះដោយសារតែខឹងជាមួយ Sang ពេក Luffy បានទៅយកផ្លែឈើរបស់ Sang ដែល Sang ដាក់ចោលនៅលើតុយកមកញ៉ាំពេលឃើញអញ្ចឹង Sang មានការភ្ញាក់ផ្អើលហើយនឹងព្រួយបារម្ភពី Luffy ខ្លាំងណាស់ព្រោះផ្លែឈើដែល Luffy ទុំញ៉ាំហ្នឹងមិនមែនផ្លែឈើធម្មតាទេគេហៅវាថា Gam Fruit វាធ្វើឲ្យខ្លួនរបស់ Luffy យឺតដូចកៅស៊ូអញ្ចឹងហើយ Luffy នឹងអត់ចេះហែលទឹកអស់មួយជីវិតបន្តមកមិនយូរប៉ុន្មានស្រាប់តែមានហេតុការណ៍មួយបានកើតឡើងគឺ Luffy ត្រូវបានក្រុមចៅភ្នំចាប់ធ្វើបាបដោយសារតែគាត់ទៅទាមទារឲ្យក្រុមចៅភ្នំនឹងសុំទោស Sang ហើយពេលនោះ Sang ក៏បានទៅដល់ទីនោះផងដែរដែលនៅលើកនេះជាផុតពីការប៉ះទង្គិចគ្នាទេព្រោះតាមធម្មតា Sang ចិត្តធ្ងន់ណាស់ទោះបីគេស្ដាប់ទឹកមាត់ដាក់ក៏អត់ឆ្លោះជាមួយនឹងគេដែរតែបើសិនជាមានអ្នកណាគេហ៊ានប៉ះមិត្តភក្តិរបស់គាត់អ្នកនោះច្បាស់ជាមិនរួចខ្លួនទេនៅក្នុងការប្រយុទ្ធគ្នានោះដៃស្ដាំរបស់ Sang ម្នាក់ឈ្មោះ Ben Beckman ស្ម័គ្រចិត្តធ្វើជាអ្នកចាត់ការក្រុមចៅភ្នំតែមកផ្លែសោះ Ben Beckman បានកំចាត់កូនចៅរបស់ចៅភ្នំអស់លីងចំណែកមេគេក៏បានបោកគ្រាប់បែកផ្សែងនាំ Luffy គេចខ្លួនបាត់គាត់បាននាំ Luffy ទៅដល់សមុទ្រហើយដោយសារតែខឹង Luffy ខ្លាំងពេកគាត់ក៏បានបោះ Luffy ចូលទៅក្នុងទឹកបាប្រកម្មតាមចងពៀពេលនោះមានសត្វសមុទ្រយ៉ាងធំមួយដែលពួកគេហៅថា Sea King បានចេញមកខាំស៊ីចៅភ្នំនោះហើយបន្តមកក៏ចង់ខាំស៊ី Luffy ផងដែរតែ Sang បានចូលទៅជួយទាន់ពេលនោះ Sang នៅជាមានជំនាញពិសេសអីមួយយ៉ាងគ្រាន់តែគាត់ប្រើភ្នែកដ៏មុតស្រួយសម្លក់ទៅកាន់ Sea King ខ្លាចក៏ហែលទឹកចេញទៅបាត់ការជួយសង្គ្រោះ Luffy នៅពេលនោះ Sang បានដាច់ដៃម្ខាងធ្វើឲ្យ Luffy អាណិតគាត់ខ្លាំងណាស់មួយរយៈក្រោយមកដល់ពេលដែល Sang ត្រូវចាក់ចេញពីភូមិ Fusa ទៅបន្តដំណើរផ្សងព្រេងរបស់គាត់បន្តទៀតនៅពេលនោះ Luffy បានប្រកាសអះអាងថាថ្ងៃណាមួយគាត់នឹងមានក្រុមខ្លួនឯងហើយគាត់នឹងក្លាយទៅជាមេចៅសមុទ្រដែលខ្លាំងជាងក្រុមរបស់ Sang ទៀតជាការសន្យា Sang បានផ្ញើមួកសំណប់ចិត្តរបស់គាត់ឲ្យ Luffy សិនហើយនៅពេលដែល Luffy ក្លាយទៅជាមេចៅសមុទ្រដ៏ពូកែម្នាក់គាត់ចង់ឲ្យ Luffy យកមួកនឹងទៅឲ្យគាត់វិញ10ឆ្នាំក្រោយមក Luffy បានចាប់ផ្ដើមចេញដំណើរផ្សងព្រេងរបស់គាត់តាមទូកតូចមួយហើយអ្នកភូមិ Fusa ជាច្រើនបានមកជួបដំណើរគាត់ទាំងអឡឡៃពេល Luffy ចេញបានឆ្ងាយបន្តិចស្រាប់តែ Sea King ដែលជាមិត្តចាស់របស់គាត់បានមកលេងប៉ុន្តែលើកនេះ Luffy មិនមែនក្មេងទៀតទេគាត់បានប្រើកណ្ដាប់ដៃកៅស៊ូរបស់គាត់ដែលគាត់ហៅថា Gam Pistol ដែល Sea King ម្ដាយឡើងស្លាប់បន្តមកសាច់រឿងបានកាត់ទៅមើលតួអង្គម្នាក់ទៀតឈ្មោះ Kobe គឺជាក្មេងម្នាក់ដែលចៅសមុទ្រចាប់មកធ្វើការនៅលើទូករបស់ពួកគេមានថ្ងៃមួយ Kobe រុញប៉ះចំធុងបារ៉ាដែល Luffy ដេកនៅក្នុងនោះ Luffy ចូលទៅក្នុងធុងបារ៉ាដោយសារតែទូករបស់គាត់ត្រូវបានទឹកគួចយកទៅហើយក្រោយមកមានគេប្រទះឃើញធុងបារ៉ានោះក៏លើកឡើងលើកប៉ាល់ហើយក្រោយមកទៀតកប៉ាល់នោះក៏ត្រូវបានក្រុមចៅសមុទ្រប្លន់យកទៀតអញ្ចឹងហើយទៅពេលនេះ Luffy នៅលើទូករបស់ចៅសមុទ្រហើយបានជួបជាមួយនឹង Kobe ជាដំបូង Luffy អត់ខ្វល់ថាគាត់នៅកន្លែងណាទេសំខាន់ពេលនេះគាត់ឃ្លានហើយគាត់ទៅរកអីញ៉ាំសិននៅទីនោះ Kobe បានប្រាប់ Luffy ថាកាលពី2ឆ្នាំមុនពេលដែលគាត់កំពុងតែស្ទូចត្រីសុកមានក្រុមចៅសមុទ្រទៅចៅគាត់មកធ្វើទាស្ករនៅលើទូកមួយហ្នឹងពេលនោះ Luffy បានសួរថាបើមិនចង់ធ្វើការនៅនឹងទេហេតុអីមិនរត់ហើយ Kobe ប្រាប់ថាគាត់អត់ហ៊ានតែសារតែកាប៉ីតែននៅលើកប៉ាល់ហ្នឹងឈ្មោះ Alvida កាយខ្លាំងណាស់បើដឹងថា Kobe ចង់រត់នាងច្បាស់ជាសម្រាប់គាត់ចោលហើយនិយាយខ្លីទៅ Kobe គឺជាមនុស្សកំសាកធ្វើអីគាត់ហ៊ានដែរតទៅពេលឮ Luffy ប្រាប់ថាគាត់ចង់ទៅរកកំណប់ One Piece ដើម្បីធ្វើជាស្ដេចចៅសមុទ្រ Kobe ដឹងថាវាគ្រោះថ្នាក់ខ្លាំងណាស់ហើយគាត់អត់ជឿថា Luffy ធ្វើបានទេនៅពេលនោះ Luffy បានខកគាត់មកញ៉ោខ្លួនហើយប្រាប់ថាមនុស្សយើងត្រូវតែធ្វើអីដែលយើងចង់ធ្វើមិនត្រូវបណ្តែតបណ្ដោយតាមជោគវាសនាទេពាក្យសម្ដីរបស់ Luffy បានធ្វើឲ្យ Kobe មានកម្លាំងចិត្តហើយគាត់សម្រេចចិត្តធ្វើតាមក្តីសម័យរបស់គាត់ដែលចង់ធ្វើជាកង Marine ដើម្បីចាប់ជនអាក្រក់បន្តមកកាប៉ីតែនឈ្មោះ Alvada បានទៅដល់ទីនោះហើយពេល Luffy ឃើញក៏សួរ Kobe ថាចុះម្នាក់កំាន់ហ្នឹងជានរណាគេតាមធម្មតា Alvada ខឹងណាស់នរណាគេនិយាយថងហ្នឹងដល់ទៅពេលឮ Luffy និយាយអញ្ចឹងនាងច្បាស់ជាមិនឲ្យ Luffy រួចខ្លួនទេGotcha
ได้ระบอลูฟี่ประการนายืกันแต่ใช้กำลังการดักคลังในเป็นนู้ตัวใบยาอัลวาดากับมาปันนากับลูฟี่ไอไวปังได้บนต่อมาลูฟี่บันจูนโคบีแต่โจชมัวทัวเจียมาเรนตามกันในสมบัติระบอกก่อนในตามเพลลูฟี่บันซูโคบีแต่ตอนจมูกหนึ่งโซโร่โปรโมนนังอัลวาดาฉลามกอดจมูกหนึ่งโซโร่เป็นนู้โคบีปรับทาโซโร่คือเจียเนี่ยซีชนัวจับเจ้าสมบัติดอกคลังมันเนี่ยปันแต่มันดันทามีเรื่องไอเต้ปีนี้ลือทาเกจองกอดตกในตีกรองเซลทาวน์บนต่อมามันอยู่ประมาณโปเกบันทัวดำน้ำตลอดตีนุโปรลูฟี่จองมันโซโร่โจกรมไพเรตจมูกก่อนเป็นนู้โปเกมันดาตลอดกันหลายได้เกจับโซโร่จองการทัวตรนการบังอาจนะฮะเป็นนู้พองได้กับเมียนควีนสไตรมเนี่ยที่ตลอดตีนุนี่คลาฮันนะเห็นพลอระบอนที่จูบโซโร่ดำใบโยบายตนาตายกอดยำปันแต่ในเป็นนู้โซโร่มันพร้อมยำเตะแทนแต่บานดังควีนสไตรนู้ไอตะวันแทนเตียดบนต่อมาเมียนบรักษาเรือเหมือนเนี่ยให้นักกองมาเรียนปีเนี่ยมันตัดดาลก็มันชอบใบดำนาปีควีนสไตรให้บอกเจ้าตัดได้จอนไปเลยแทนเตียดบรรทบัตเต้บรอนนั่งมาไม่ชี้ไอ้มาเรียนเหมือนเนี้ยบอกไม่ใส่เนื้อจริงแต่กลายระบองวิ่งสนานได้แต่ลูฟี่ช่วยเนียงตอนกลายเป็นบรอสะเลื่อนตลอดตัววิ่งลูฟี่วันลุยโจตะจูโซโร่วิ่งมาดองเป็นโนลูฟี่จองช่วยโซโร่ได้แต่โซโร่มันเอากอดช่วยเตะปันแต่โซโร่บันปังลูฟี่เอาช่วยเรือใบตนาประหลาดได้ไอ้กอดเยี่ยมบรรทมาลูฟี่บันโยเรือนั้นแต่ปราบไม่ใส่จะใบตนาถวยเนื้อสบายจัดครั้งนะไม่ใส่เหมือนนกชโมริกาหายในปรับทาโซโร่ตระบางกิจับจอนั่นคือโดยสารแต่ก็ช่วยเนียงการปีประมาณไงม้วนเป็นกายจะจ่อมากระบ้าโจมาหางมาระบอนเนี้ยฮาริกาเคยจังก็เตียงบอกจองไว้วิใต้วิบายจะจองคำริกาเป็นสนานน่าแต่เป็นนกโซโร่บันไว้กายนกช่วยเนียงตอนแต่ปัจจัยจะจ่อนั่นคือจะสั่นเข้มระบอบรอสอเลื้องชโมหายแม่โปในไทยนกโซโร่มันตรมระบายกายเต้ไว้ตั้งมาจากกายเลียเลยนั่นเตียนถ้าโดยสารแต่หายแม่โปคือจะโกนโปรระบอเมกอมาเรนเนอร์ดมอนนั่งก็บันเตอร์ตูปัดปาระบอกก็เอาเกมมาจับจองโซโร่บางอนหาระยะเปย์มาแค่เนอร์เปย์แต่โปเกกับปนดันนี่ยิ่งขึ้นนั่งสลับแต่หายแม่โปบันโจมาออกหลอกหางมาระบอริก้ามาดองเตียดในเป็นนูลูฟี่กับบันโจเติมเมื่อให้ลือหายแม่โปในยิ่งทาปาระบอกก็นั่งประหารชีวิตโซโร่ฉับนั่งให้หายเป็นลูฟี่ลือจังกดดาหายแม่โปบันได้รู้สึกจะทาไงนี่ก็นั่งบัวโซโร่โจกรมระบอกก็ได้มันมันต่อมาหายแม่โปบันรถเตอร์ประดังปาระบอกก็ชมูโมเกนเอาจับลูฟี่สำหรับเจ้าโมเกนคือจะเมกอมาเรียนระบอรทาบ้านในขนมดมอนนั่งแต่กายคลั่งนานๆก็คลายก็ได้หายขนมไปจมูกนี้ลูฟี่บันได้จูบโซโร่ดำไปบัวโซโร่โจกรมจมูกเป็นลูฟี่อันมีตกเปรย์ไอโซโร่สำหรับจัดไอเต็กก็ปรับโซโร่ทาก็นั่งเตยโยดาไอโซโร่วิ่งมันอยู่ประมาณลูฟี่บันตะดอมันตีกองมาเรียนแต่ในตีนุโมเกนกับพงแต่มันเชียเกตเลิกรุษณะระบอบกวาดล่างหายเห็นไม่พบกันในตีนุพงได้ในเป็นนกกรอนตะกองมาเรียนมันเนี่ยมันประหยัดทั่วไอรุษณะระบอบกวาดปลาระบอบไอมีอย่างโมเกนได้เชียมันโดยกำนันโคเข้าบ้านกับเรียนสำหรับมาเรียนนกเจ้าจำในลูฟี่ได้ในคางครามเลือสำเร็จกระดงกระดานในคางเลิกก็ตีนจะเปี้ยมโนดลานตะมือเป็นลานตะดอลูฟี่อันดังก็จับตีนสไตล์สไลด์รุษณะระบอบโมเกนทั่ววิทยาจอมกรามใบบ่อในเป็นนกโมเกนคลังนะแต่ลูฟี่อัดคอจมูกกอดเตะคือกอดตระการจูบแต่หายไม่โปแต่ปนน้อโปรหายไม่โปนั่นคือจีนไอโยได้ระบอบโซโร่ตะตกขนมไปจมูกนี้โคบี้มันโดยโจแต่สไลด์จำน้องไอโซโร่เป็นนกโคบี้มันปรับโซโร่ทาสไอเกนสำหรับกอดชาลให้แต่งจังให้เติมลูฟี่ไปทอยชีวิตโจขนมมาตีมาเรียนแต่ใบโยได้ระบอบโซโร่มาวิ่งสงครามทาโซโร่นังโจกรมจมูกกอดในยีดอตรามนี้โมเกนมันนอมกองมาเรียนระบอบกอดตื่นดอลฮานมีหนีจานเต้โมเกนมันมาเคียโกนใจระบอบกอดใบสำหรับปุกเกเจ้าแต่มาดองมันต่อมอใส่เรื่องมันกัดเติมมือประวัติระบอบโซโร่บันติกลายเป็นเมย์โซโร่ประกายคนได้คลังนะกอดใบชนะคนเซอร์ดังอ้อลึกแรงแต่มันเนี้ยได้กอดมาประกวดจมูกปีปอนดองให้มันชนะซะนี่เป็นชมูทาคุยนะจีกุนไซระบอบกรูระบอบกอดต่อมาในขนมการประกวดเลือกตีปีปอนมุ้ยโซโร่บ้านประบูคุยนะประกวดขึ้นนี้โดยปลาดาวเหมือนเต้นในขนมการประกวดเรื่องนกคุยนะในเด็กชนะได้เป็นนกโซโร่ปัจจิโตจัดคลานนะแต่คุยนะมันช่วยหนีเลือกตั้งจัดกอดช่วยกอดเป็นกำลังจัดลางวิ่งในไงนกโปเกบันซานิยาช่วยขึ้นทาไงนามุ้ยขนมจันเอาโปเกต่างปีนี้หนึ่งเมียนเนี่ยคลายตะจีนเนี่ยกับปูกุนได้แต่คลางเจียงเก้ในเลยโลกปันแต่กลายมามันอยู่ประมาณคุยนะบันจูปาตหากรุธนะสลับบัดบองชีวิตเป็นนกโซโร่มันได้สมดาระบคุยนะปีลูกครูระบกอดเยอะปลาดำไปคลายตะจีนเนี่ยคนดาวดอกคลายพอดในเลยโลกโดยบันซานิยาช่วยคุยนะตลอดมาเมื่อไปปัจจุบันวิ่งเนื้อไปได้ก็มาเรียนแก้ไขกำเพลิงบันตะการโซโร่ลูฟี่บันยกล้วนแต่ช่วยแปลงหาได้ซาตาเรียนกายระบาลูฟี่สวัสดีโดยเกิดสู้กรอกกับเพลิงธรรมดามันไอทัวไอกอดบันเตะต่อมาลูฟี่บันประกอบได้แต่งใบระบาโซโร่ไอโซโร่วิ่งหาสู้กัดหาจองโจรวมไว้จมูกเจ้าสมมติในเจริญคอฉบับหรือกระจายก็มาเรียนสำหรับกัดเจ้าหลายหนึ่งเป็นนักโซโร่แรงคอไปเรื่องคอฉบับไอเตียท้ายแต่ก็นังเมียนชีวิตนังเมียนอากาศคลายเตยกินกับปูคนได้แต่คลายอย่างเก๋ในเลยโลกบันในทาโซโร่สกจัดโจรวมกล้อมจมูกนังลูฟี่ในยีปีมอร์แกนวิ่งบรรทอปีกรอกกับเพลิงทัวไอลูฟี่อัดมันก็บันเป็นเจียก็มาเรียนปลาดาสำหรับโจเตวิงมาดองแต่โซโร่มันโจคลุ้นตึกตุบเป็นนกโซโร่นังลูฟี่บานรวมคณิจัดการกองมาเรียนเอาดอกถอยหาลูฟี่บันสำหรับโจเอาไว้โดยจมูกมอร์แกนอย่างคลาฮันขนมกาประโยชน์คณิในเลือดโนมอร์แกนได้คลายกรุบคณิอดเมนเธอไอลูฟี่บานเหมือนเตะใบอย่าเตะบานลูฟี่จับใบหลังตุ่ใส่ปตอมาติดหันแม่โป้บานได้จับโคบี้ถวยจีจำนัดขมังเป็นนกโคบี้กับคลาฮันนะได้มันเอาลูฟี่ควอลปีกอดเตะดาวเป็นจันเตอร์ลูฟี่ควอลเตะกับสุดหันแม่โป้มาได้ปีจำไงขนมไปจมูกคณิมอร์แกนกับบานเงือบมาไว้หาจังลุยกับลูฟี่ปีกร้อยแต่โซโร่บานสตูวับโจ
ចូលទៅជួយបន្ទាប់ពីបានកំចាត់ Morgan ពីអ្នកឲ្យកូននឹងរួចហើយកូនតាហ៊ាន Marine អត់មានអ្នកណាខ្វល់ខ្វាយអីទេបែរជានាំគ្នាស្រែកហូរកញ្ជ្រៀវសប្បាយអើងកងតាមពិតពួកគេក៏មិនចង់ធ្វើការក្រៅបញ្ជាមេដែលសាហាវយង់ខ្នងដោយ Morgan នឹងដែរបន្ទាប់មកពួកគេបាននាំគ្នាទៅញ៉ាំអីនៅហាងម៉ាក់របស់ Rika នៅពេលនោះម៉ាក់របស់ Rika បានធ្វើម្ហូបយ៉ាងឆ្ងាញ់ទទួលពួកគេដើម្បីអរគុណពួកគេដែលបានជួយរំដោះភូមិនេះពីការត្រួតត្រារបស់ជនកំណាច Morgan ពេលនោះ Rika បានសួរ Luffy ថាចង់ទៅណាទៀតបន្ទាប់ពីនឹងហើយ Luffy ប្រាប់ថាគាត់នឹងទៅតំបន់ Grand Line ពេលឮអញ្ចឹង Kobe ភ័យជំនួសទោះបីជាគាត់អត់ចូលក្រុមជាមួយ Luffy ក៏គាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ Luffy ដែរព្រោះតំបន់ Grand Line នឹងគឺជាតំបន់គ្រោះថ្នាក់បំផុតគេតែងតែហៅតំបន់នោះថាជាកន្លែងបញ្ចុះសពរបស់ចៅសមុទ្របន្តមកមាន Marine មួយក្រុមបានទៅដល់ទីនោះដើម្បីធ្វើការតាមតួនាទីរបស់ពួកគេដែលត្រូវចាប់ក្រុមចៅសមុទ្រប៉ុន្តែដោយសារតែក្រុមរបស់ Luffy មានស្នាដៃជួយភូមិនេះគេនឹងមិនរាយការណ៍ទៅថ្នាក់លើទេតែសំណូមពរឲ្យក្រុមរបស់ Luffy បញ្ញាប់ចាក់ចេញពីភូមិនឹងពេលនោះ Luffy យល់ការក៏សុខចិត្តចាក់ចេញតាមស្រួលហើយនៅពេលដែលគេសួរថា Kobe គឺជាសមាជិកក្រុមរបស់ Luffy ដែរអត់ Luffy បែរជាទៅធ្វើឆ្លោះទាស់តែងគ្នាជាមួយ Kobe ចង់ប្រាប់គេថា Kobe មិនមែននៅក្រុមជាមួយគាត់ទេមូលហេតុគឺដោយសារតែគាត់ដឹងថា Kobe ចង់ធ្វើជា Marine ហើយបើគេដឹងថា Kobe ធ្លាប់តាក់ទងជាមួយនឹងចៅសមុទ្រនោះគេអត់ឲ្យគាត់ធ្វើ Marine ទេបន្ទាប់មកនៅពេលដែល Luffy ហើយនិង Zoro ចេញទៅផុត Kobe បានសុំគេធ្វើជា Marine ហើយគេក៏បានទទួលយកគាត់បន្ទាប់មក Kobe បានតាមទៅអរគុណ Luffy ដល់កំពង់ផែហើយ Zoro បាននិយាយលេងថាវាមិនដែល Marine ណាមកអរគុណចៅសមុទ្រមើលទៅរឿងនឹងតរកត់ចូលក្នុងសភៅប្រវត្តិសាស្ត្រទៅបានសម្រាប់រឿងនេះផងដែរខ្ញុំសូម slash ត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយចុច like និង comment បានច្រើនហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏ជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំផងបាទសូមអរគុណសូមជូនពរសុខភាពល្អអនាគតបបររុងរឿងជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងភាគ anime មួយទៀតដែលមានចំណងជើងថា One Piece មកធ្វើការសង្ខេបជូនទស្សនាខ្សែរឿងចាប់ផ្ដើមជាមួយនឹងបរិយាម្នាក់ដែលជាស្ដេចចៅសមុទ្រឈ្មោះ Gold Roger ត្រូវបានគេយកទៅប្រហារជីវិតជាសាធារណៈ Gold Roger នឹងក៏ប្រហែលជាចៅសមុទ្រចិត្តល្អម្នាក់ដែរព្រោះនៅថ្ងៃដែលគេប្រហារជីវិតគាត់នោះមានអ្នកខ្លះទៅឈរមើលហើយទួញយំសោកស្ដាយគាត់ជាខ្លាំងមុននឹងស្លាប់ Gold Roger បានប្រកាសជាសាធារណៈថាទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ដែលគាត់ហៅថា One Piece គាត់បានយកវាទៅលាក់ទុកនៅកន្លែងមួយតែគាត់បានប្រាប់ថាគាត់លាក់ទុកនៅកន្លែងណាទេបើអ្នកណារកកំណត់ One Piece នឹងឃើញវាជារបស់អ្នកនោះចាប់តាំងពីពេលនោះមកក្រុមចៅសមុទ្រទូទាំងពិភពលោកបានចេញទូទៅស្វែងរកកំណត់ One Piece នៅគ្រប់ទិសទីរយៈកាលជាង10ឆ្នាំក្រោយមកទៀតខ្សែរឿងបានណែនាំឲ្យយើងស្គាល់តួអង្គឯករបស់យើងឈ្មោះ Monkey D Luffy កាលនោះគាត់មានអាយុប្រហែលជា6ឆ្នាំទេតែគាត់ចង់ធ្វើជាចៅសមុទ្រហើយ idol របស់គាត់គឺមេចៅសមុទ្រសក់ក្រហមម្នាក់ឈ្មោះ Sang ប៉ុន្តែពេលនោះដោយសារតែ Luffy នៅក្មេងពេក Sang មិនអាចយកគាត់ដើរតាមបានទេនៅថ្ងៃនោះផងដែរមានចៅភ្នំមួយក្រុមទៀតដែលមើលទៅដូចជាកាយសាហាវខ្លាំងណាស់បានទាត់ទម្លុះទ្វារចូលមកក្នុងអាហារដ្ឋានហើយប្រាប់ម្ចាស់ហាងថាពួកគេត្រូវការស្រា10បារ៉ែលតែ Makino ដែលជាម្ចាស់ហាងបានប្រាប់ថាអត់មានស្រាលក់ទៀតទេពេលនោះ Sang ចិត្តល្អបានយកស្រាមួយដបដែលគាត់មិនទាន់បើកឲ្យទៅចៅភ្នំនោះតែចៅភ្នំនោះបានវាយបំបីដបស្រាចោលហើយចោទថា Sang មើលងាយគាត់ទោះជាយ៉ាងនេះក៏ដោយ Sang ចិត្តធ្ងន់ណាស់អត់ប្រកាន់ចៅភ្នំនោះទេហើយបែរទៅរើអំបែងដបរបស់ចៅកុំឲ្យមុតជើងគេបន្តមកចៅភ្នំបានចិត្តក៏ដកដើរកាប់ចានលើតុកថែមទៀតដើម្បីឲ្យ Sang រើសហើយបាននាំពួកចាក់ចេញពីទីនោះបាត់ទៅពេលឃើញអញ្ចឹង Luffy ក៏ដោយចិត្តជំនួស Sang ខ្លាំងណាស់តែ Sang ហើយនឹងក្រុមរបស់គាត់បែរជានាំគ្នាសោយកិលទៅវិញទង្វើរបស់ពួកគេនឹងបានធ្វើឲ្យ Luffy កាន់តែក្តៅមកកម្រិតទៀតហើយបានឡើងឈរស្រែកក្តែងស្ដីឲ្យ Sang ថាជាមនុស្សកំសាកតែ Sang បានពន្យល់គាត់ថាមានមនុស្សខ្លះមិនសមឲ្យគាត់ឆ្លោះជាមួយទេពេលនោះដោយសារតែខឹងជាមួយ Sang ពេក Luffy បានទៅយកផ្លែឈើរបស់ Sang ដែល Sang ដាក់ចោលនៅលើតុយកមកញ៉ាំពេលឃើញអញ្ចឹង Sang មានការភ្ញាក់ផ្អើលហើយនឹងព្រួយបារម្ភពី Luffy ខ្លាំងណាស់ព្រោះផ្លែឈើដែល Luffy ទុំញ៉ាំហ្នឹងមិនមែនផ្លែឈើធម្មតាទេគេហៅវាថា Gam Fruit វាធ្វើឲ្យខ្លួនរបស់ Luffy យឺតដូចកៅស៊ូអញ្ចឹងហើយ Luffy នឹងអត់ចេះហែលទឹកអស់មួយជីវិតបន្តមកមិនយូរប៉ុន្មានស្រាប់តែមានហេតុការណ៍មួយបានកើតឡើងគឺ Luffy ត្រូវបានក្រុមចៅភ្នំចាប់ធ្វើបាបដោយសារតែគាត់ទៅទាមទារឲ្យក្រុមចៅភ្នំនឹងសុំទោស Sang ហើយពេលនោះ Sang ក៏បានទៅដល់ទីនោះផងដែរដែលនៅលើកនេះជាផុតពីការប៉ះទង្គិចគ្នាទេព្រោះតាមធម្មតា Sang ចិត្តធ្ងន់ណាស់ទោះបីគេស្ដាប់ទឹកមាត់ដាក់ក៏អត់ឆ្លោះជាមួយនឹងគេដែរតែបើសិនជាមាននរណាគេហ៊ានប៉ះមិត្តភក្តិរបស់គាត់អ្នកនោះច្បាស់ជាមិនរួចខ្លួនទេនៅក្នុងការប្រយុទ្ធគ្នានោះដៃស្ដាំរបស់ Sang ម្នាក់ឈ្មោះ Ben Beckman ស្ម័គ្រចិត្តធ្វើជាអ្នកចាត់ការក្រុមចៅភ្នំតែមកផ្លែសោះ Ben Beckman បានកំចាត់កូនចៅរបស់ចៅភ្នំអស់លីងចំណែកមេគេក៏បានបោកគ្រាប់បែកផ្សែងនាំ Luffy គេចខ្លួនបាត់គាត់បាននាំ Luffy ទៅដល់សមុទ្រហើយដោយសារតែខឹង Luffy ខ្លាំងពេកគាត់ក៏បានបោះ Luffy ចូលទៅក្នុងទឹកបាទប្រកាន់តាមចងពៀពេលនោះមានសត្វសមុទ្រយ៉ាងធំមួយដែលពួកគេហៅថា Sea King បានចេញមកខាំស៊ីចៅភ្នំនោះហើយបន្តមកក៏ចង់ខាំស៊ី Luffy ផងដែរតែ Sang បានចូលទៅជួយទាន់ពេលនោះ Sang នៅជាមានជំនាញពិសេសអីមួយយ៉ាងគ្រាន់តែគាត់ប្រើភ្នែកដ៏មុតស្រួយសម្លក់ទៅកាន់ Sea King ខ្លាចក៏ហែទឹកចេញទៅបាត់ការជួយសង្គ្រោះ Luffy នៅពេលនោះ Sang បានដាច់ដៃម្ខាងធ្វើឲ្យ Luffy អាណិតគាត់ខ្លាំងណាស់មួយរយៈក្រោយមកដល់ពេលដែល Sang ត្រូវចាក់ចេញពីភូមិ Fusa ទៅបន្តដំណើរផ្សងព្រេងរបស់គាត់បន្តទៀតនៅពេលនោះ Luffy បានប្រកាសអះអាងថាថ្ងៃណាមួយគាត់នឹងមានក្រុមខ្លួនឯងហើយគាត់នឹងក្លាយទៅជាមេចៅសមុទ្រដែលខ្លាំងជាងក្រុមរបស់ Sang ទៀតជាការសន្យា Sang បានផ្ញើមួកសំណប់ចិត្តរបស់គាត់ឲ្យ Luffy សិនហើយនៅពេលដែល Luffy ក្លាយទៅជាមេចៅសមុទ្រដ៏ពូកែម្នាក់គាត់ចង់ឲ្យ Luffy យកមួកនោះទៅឲ្យគាត់វិញ
10 ឆ្នាំក្រោយមក Luffy បានចាប់ផ្ដើមជាអំណាចផ្សងព្រេងរបស់គាត់តាមទូកតូចមួយហើយអ្នកភូមិភូសាជាច្រើនបានមកជួបដំណើរគាត់ទាំងអឡឡៃពេល Luffy ចេញបានឆ្ងាយបន្តិចស្រាប់តែ Sea King ដែលជាមិត្តចាស់របស់គាត់បានមកលេងប៉ុន្តែលើកនេះ Luffy មិនមែនក្មេងទៀតទេគាត់បានប្រើកាដាប់ដៃកៅស៊ូរបស់គាត់ដែលគាត់ហៅថា Gam Pistol ដែល Sea King ម្ដាយឡើងស្លាប់បន្តមកសាច់រឿងបានកាត់ទៅមើលតួអង្គម្នាក់ទៀតឈ្មោះ Kobe គឺជាក្មេងម្នាក់ដែលចោលសមុទ្រចាប់មកធ្វើការនៅលើទូករបស់ពួកគេមានថ្ងៃមួយ Kobe រុញប៉ះចំធុងបារ៉ាដែល Luffy ដេកនៅក្នុងនោះ Luffy ចូលទៅក្នុងធុងបារ៉ាដោយសារតែទូករបស់គាត់ត្រូវបានទឹកគួចយកទៅហើយក្រោយមកមានគេប្រទះឃើញធុងបារ៉ានោះក៏លើកឡើងលើកប៉ាល់ហើយក្រោយមកទៀតកប៉ាល់នោះក៏ត្រូវបានក្រុមចោលសមុទ្រប្លន់យកទៀតអញ្ចឹងហើយទៅពេលនេះ Luffy នៅលើទូករបស់ចោលសមុទ្រហើយបានជួបជាមួយនឹង Kobe ជាដំបូង Luffy អត់ខ្វល់ថាគាត់នៅកន្លែងណាទេសំខាន់ពេលនេះគាត់ឃ្លានហើយគាត់ទៅរកអីញ៉ាំសិននៅទីនោះ Kobe បានប្រាប់ Luffy ថាកាលពី2ឆ្នាំមុនពេលដែលគាត់កំពុងតែស្ទូចត្រីសុកមានក្រុមចោលសមុទ្រទៅចោលគាត់មកធ្វើទាស្ករនៅលើទូកមួយហ្នឹងពេលនោះ Luffy បានសួរថាបើមិនចង់ធ្វើការនៅនឹងទេហេតុអីមិនរត់ហើយ Kobe ប្រាប់ថាគាត់អត់ហ៊ានតែសារតែកាប៉ីតែននៅលើកប៉ាល់ហ្នឹងឈ្មោះ Alvida កាយខ្លាំងណាស់បើដឹងថា Kobe ចង់រត់នាងច្បាស់ជាសម្លាប់គាត់ចោលហើយនិយាយខ្លីទៅ Kobe គឺជាមនុស្សកំសាកធ្វើអីគាត់ហ៊ានដែរតទៅពេលលឺ Luffy ប្រាប់ថាគាត់ចង់ទៅរកកំណត់ One Piece ដើម្បីធ្វើជាស្ដេចចោលសមុទ្រ Kobe ដឹងថាវាគ្រោះថ្នាក់ខ្លាំងណាស់ហើយគាត់អត់ជឿថា Luffy ធ្វើបានទេនៅពេលនោះ Luffy បានខកគាត់មកញ៉ោខ្លួនហើយប្រាប់ថាមនុស្សយើងត្រូវតែធ្វើអីដែលយើងចង់ធ្វើមិនត្រូវបណ្តែតបណ្ដោយតាមជោគវាសនាទេពាក្យសម្ដីរបស់ Luffy បានធ្វើឲ្យ Kobe មានកម្លាំងចិត្តហើយគាត់សម្រេចចិត្តធ្វើតាមក្តីសម័យរបស់គាត់ដែលចង់ធ្វើជាកង Marine ដើម្បីចាប់ជនអាក្រក់បន្ទាប់មកកាប៉ីតែនឈ្មោះ Alvada បានទៅដល់ទីនោះហើយពេល Luffy ឃើញក៏សួរ Kobe ថាចុះម្នាក់កំាន់ហ្នឹងជានរណាគេតាមធម្មតា Alvada ខឹងណាស់ណាគេនិយាយថងហ្នឹងដល់ទៅពេលលឺ Luffy និយាយអញ្ចឹងនាងច្បាស់ជាមិនឲ្យ Luffy រួចខ្លួនទេដែលរបស់ Luffy ប្រកាសណាយីកាន់តែឆ្ងាយកម្លាំងកាន់តែខ្លាំងនៅពេលនោះទោះបីជា Alvada កំប៉ុណ្ណាក៏ Luffy ឯងវាយប៉ើងដែរបន្តមក Luffy បានជួន Kobe ទៅចុះឈ្មោះធ្វើជា Marine តាមក្តីសុបិនរបស់គាត់នៅតាមផ្លូវ Luffy បានសួរ Kobe តាក់ទងជាមួយនឹង Zoro ព្រោះមុននឹង Alvada ច្រឡំគាត់ជាមួយនឹង Zoro ពេលនោះ Kobe ប្រាប់ថា Zoro គឺជាអ្នកស៊ីឈ្នួលចាប់ចោលសមុទ្រដ៏ខ្លាំងម្នាក់ប៉ុន្តែមិនដឹងថាមានរឿងអីទេពេលនេះឮថាគេចងគាត់ទុកនៅទីក្រុង Cell Town បន្តមកមិនយូរប៉ុន្មានពួកគេបានធ្វើដំណើរទៅដល់ទីនោះព្រោះ Luffy ចង់បាន Zoro ចូលក្រុម Pirate ជាមួយគាត់ពេលនោះពួកគេបានដើរទៅដល់កន្លែងដែលគេចាប់ Zoro ចងឆ្កាងធ្វើទរណកម្មបង្អត់អាហារពេលនោះផងដែរក៏មានក្មេងស្រីម្នាក់ទៀតទៅដល់ទីនោះនាងក្លាហានណាស់ហ៊ានផ្លោះល្បនទៅជួប Zoro ដើម្បីយកបាយតាណាទៅឲ្យគាត់ញ៉ាំប៉ុន្តែនៅពេលនោះ Zoro មិនព្រមញ៉ាំទេថែមទាំងបានដេញក្មេងស្រីនោះឲ្យទៅវិញថែមទៀតបន្តមកមានបរិសុទ្ធសក់លឿងម្នាក់ហើយនឹងកង Marine 2នាក់បានទៅដល់គាត់បានឆក់បាយដំណើរពីក្មេងស្រីហើយបោះចោលទៅដីជាន់ពីលើថែមទៀតបន្តមកទៀតបរិសុទ្ធនឹងបានបញ្ជាឲ្យ Marine ម្នាក់បោះក្មេងស្រីនោះចេញទៅក្រៅលំបងវិញសំណាងដែរដែល Luffy ជួយនាងតាន់ក្រោយពេលបរិសុទ្ធសក់លឿងត្រឡប់ទៅវិញ Luffy បានលួចចូលទៅជួប Zoro វិញម្ដងពេលនោះ Luffy ចង់ជួយ Zoro ដែរតែ Zoro មិនឲ្យគាត់ជួយទេប៉ុន្តែ Zoro បានប៉ឹង Luffy ឲ្យជួយរើសបាយតាណាប្រឡាក់ដីឲ្យគាត់ញ៉ាំបន្តមក Luffy បានយករឿងនឹងទៅប្រាប់ក្មេងស្រីម្ចាស់បាយតាណាធ្វើឲ្យនាងសប្បាយចិត្តខ្លាំងណាស់ក្មេងស្រីម្នាក់នោះឈ្មោះរីកាហើយនាងប្រាប់ថា Zoro ត្រូវបានគេចាប់ចោលនឹងគឺដោយសារតែគាត់ជួយនាងកាលពីប្រហែលថ្ងៃមុនមានឆ្កែចចកមកក្បាលចូលមកហាងម៉ាក់របស់នាងហើយរីកាឃើញអញ្ចឹងក៏ទាញបោះចង់វាយវាតែវាបែរជាចង់ខាំរីកាវិញស្នាណាស់ដែលពេលនោះ Zoro បានវាយឆ្កែនោះជួយនាងតាន់តាមពិតឆ្កែចចកហ្នឹងគឺជាសត្វចិញ្ចឹមរបស់បរិសុទ្ធសក់លឿងឈ្មោះ Helmepo នៅថ្ងៃនោះ Zoro មិនត្រឹមតែវាយឆ្កែទេវាយទាំងម្ចាស់ឆ្កែអាលីអាលើនឹងទៀតហើយដោយសារតែ Helmepo គឺជាកូនប្រុសរបស់មេកង Marine នៅតំបន់ហ្នឹងគាត់បានទៅទូប៉ាត់ប៉ារបស់គាត់ឲ្យគេមកចាប់ចង Zoro បង្អត់អាហាររយៈពេល1ខែនៅពេលដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងស្រាប់តែ Helmepo បានចូលមកអុកឡុកហាងម៉ាក់របស់រីកាម្ដងទៀតនៅពេលនោះ Luffy ក៏បានចូលទៅមើលហើយឮ Helmepo និយាយថាប៉ារបស់គាត់នឹងប្រហារជីវិត Zoro ឆាប់ៗនឹងហើយពេល Luffy ឮអញ្ចឹងក៏ដាល់ Helmepo បណ្ដាយរួចសច្ចាថាថ្ងៃនេះក៏នឹងបបួល Zoro ចូលក្រុមរបស់គាត់ឲ្យបានបន្តមក Helmepo បានរត់ទៅប្តឹងប៉ារបស់គាត់ឈ្មោះ Morgan ឲ្យចាប់ Luffy សម្លាប់ចោល Morgan គឺជាមេកង Marine របស់រដ្ឋាភិបាលនៅក្នុងតំបន់ហ្នឹងដែលកាយខ្លាំងនរណាក៏ខ្លាចគាត់ដែរហើយក្នុងពេលជាមួយគ្នា Luffy បានទៅជួប Zoro ដើម្បីបបួល Zoro ចូលក្រុមជាមួយពេលនោះ Luffy អត់មានទុកពេលឲ្យ Zoro សម្រេចចិត្តអីទេគាត់ប្រាប់ Zoro ថាគាត់នឹងទៅយកដាវឲ្យ Zoro វិញមិនយូរប៉ុន្មាន Luffy បានទៅដល់មន្ទីរកង Marine ដែលនៅទីនោះ Morgan កំពុងតែបញ្ជាឲ្យគេលើករូបសំណាករបស់គាត់ឡើងហើយ Helmepo ក៏នៅទីនោះផងដែរនៅពេលនោះគ្រាន់តែកង Marine ម្នាក់មិនប្រយ័ត្នធ្វើឲ្យរូបសំណាករបស់គាត់ប៉ះរបស់អីម្យ៉ាង Morgan ដែលជាមនុស្សកំណាញ់ខុសខើបានគំរាមសម្លាប់ Marine នោះចោលចំណែក Luffy ដែលនៅខាងក្រោមលើសំឡេងក្តុងក្តាននៅខាងលើក៏ទាញជំពាមលោតឡើងទៅមើលពេលឡើងទៅដល់ Luffy អត់ដឹងក៏ចាប់ទាញខ្សែស្រែរូបសំណាករបស់ Morgan ធ្វើឲ្យវាធ្លាក់ចុះមកក្រោមបែកបាក់អស់នៅពេលនោះ Morgan ខឹងខ្លាំងណាស់តែ Luffy អត់ខ្វល់ជាមួយគាត់ទេគឺគាត់ត្រូវការជួបតែ Helmepo តែប៉ុណ្ណោះព្រោះ Helmepo នោះគឺជាអ្នកយកដាវរបស់ Zoro ទៅទុកក្នុងពេលជាមួយគ្នា Kobe បានលួចចូលទៅស្រែចំណងឲ្យ Zoro ពេលនោះ Kobe បានប្រាប់ Zoro ថាស្អែកគេនឹងសម្លាប់គាត់ចោលហើយហេតុតែអញ្ចឹងហើយទើប Luffy បន្ថយជីវិតចូលទៅក្នុងមន្ទីរ Marine ដើម្បីយកដាវរបស់ Zoro មកវិញសង្ឃឹមថា Zoro នឹងចូលក្រុមជាមួយគាត់និយាយដល់ត្រឹមនេះ Morgan បាននាំកង Marine របស់គាត់ទៅដល់ហើយអត់មាននិយាយច្រើនទេ Morgan បានបញ្ជាឲ្យកូនចៅរបស់គាត់បាញ់សម្លាប់ពួកគេចោលតែម្ដងបន្តមកសាច់រឿងបានកាត់ទៅមើលប្រវត្តិរបស់ Zoro បន្តិចកាលពីក្មេង Zoro ប្រកែកកូនដាវខ្លាំងណាស់គាត់វាយឈ្នះកូនសិស្សទាំងអស់លើកលែងតែម្នាក់
ដែលគាត់បានប្រកួតជាមួយ2000ដងហើយមិនឈ្នះសោះនេះមានឈ្មោះថាគូអ៊ីណាជាកូនស្រីរបស់គ្រូរបស់គាត់បន្ទាប់មកនៅក្នុងការប្រកួតលើកទី2001 Zoro បានបបួលគូអ៊ីណាប្រកួតគ្នាដោយប្រើដាវមែនទែននៅក្នុងការប្រកួតលើកនោះគូអ៊ីណានៅតែឈ្នះដដែលពេលនោះសូរ៉ូពិតជាតូចចិត្តខ្លាំងណាស់តែគូអ៊ីណាបានជួយនិយាយលើកទឹកចិត្តគាត់ជួយឲ្យគាត់មានកម្លាំងចិត្តឡើងវិញនៅថ្ងៃនោះពួកគេបានសន្យាជាមួយគ្នាថាថ្ងៃណាមួយក្នុងចំណោមពួកគេទាំងពីរនាក់នឹងមានម្នាក់ខ្លាចទៅជាអ្នកកំពូលគុនដាវដែលខ្លាំងជាងគេនៅលើលោកប៉ុន្តែក្រោយមកមិនយូរប៉ុន្មានគូអ៊ីណាបានជួបឧបទ្ទហេតុគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតពេលនោះសូរ៉ូបានទៅសុំដាវរបស់គូអ៊ីណាពីលោកគ្រូរបស់គាត់យកទៅប្រើដើម្បីខ្លាចទៅជាអ្នកគុនដាវដ៏ខ្លាំងបំផុតនៅលើលោកដោយបានសន្យាជាមួយគូអ៊ីណាត្រឡប់មកមើលពេលបច្ចុប្បន្នវិញនៅពេលដែលកងម៉ារីនកែកាយកំភ្លើងបាញ់ទៅកាន់ Zoro លូហ្វីបានយកខ្លួនទៅជួយពាំងហើយដោយសារតែរាងកាយរបស់លូហ្វីស្វិតយឺតដូចកៅស៊ូគ្រាប់កំភ្លើងធម្មតាមិនអាចធ្វើអីគាត់បានទេបន្ទាប់មកលូហ្វីបានបកគោលដាវទាំង3របស់ Zoro ឲ្យ Zoro វិញហើយសួរគាត់ថាចង់ចូលរួមវាយជាមួយចៅសមុទ្រដែលជារឿងខុសច្បាប់ឬក៏ចង់ឲ្យកងម៉ារីនសម្លាប់គាត់ចោលឥឡូវហ្នឹងពេលហ្នឹង Zoro លែងខ្វល់ពីរឿងខុសច្បាប់អីទៀតហើយឲ្យតែគាត់នៅមានជីវិតនិងមានឱកាសខ្លាយទៅជាអ្នកកំពូលគុនដាវដែលខ្លាំងជាងគេនៅលើលោកបានន័យថា Zoro សុខចិត្តចូលរួមក្រុមជាមួយនឹង Luffy និយាយពី Morgan វិញបន្ទាប់ពីគ្រាប់កំភ្លើងធ្វើឲ្យ Luffy អត់បានគាត់បានបញ្ជាឲ្យកងម៉ារីនប្រើដាវសម្រុកចូលទៅវិញម្ដងតែ Zoro បានចូលខ្លួនទៅទប់ពេលនោះ Zoro និង Luffy បានរួមគ្នាចាត់ការកងម៉ារីនឲ្យដកថយហើយ Luffy បានសម្រុកចូលទៅវាយដូរជាមួយ Morgan យ៉ាងក្លាហានក្នុងការប្រយុទ្ធគ្នានៅលើនោះ Morgan ដែលគេខ្លាចគ្រប់គ្នាអត់មានធ្វើឲ្យ Luffy បានបន្តិចទេបែរជាត្រូវបាន Luffy ចាប់វាយឡើងទូកសាច់បន្តមកទៀត Helmet Po បានទៅចាប់ Kobe ធ្វើជាចំណាត់ខ្មាំងពេលនោះ Kobe ក៏ក្លាហានណាស់ដែរមិនឲ្យ Luffy ខ្វល់ពីគាត់ទេដល់ពេលអញ្ចឹងទៅ Luffy អត់ខ្វល់ទេក៏សុទ្ធ Helmet Po មកដៃពីចម្ងាយក្នុងពេលជាមួយគ្នា Morgan ក៏បានងើបមកវិញហើយចង់លួចកាប់ Luffy ពីក្រោយតែ Zoro បានស្ទុះវឹបចូលទៅជួយបន្ទាប់ពីបានកម្ចាត់ Morgan ពីអ្នកឪកូននឹងរួចហើយកូនតាហ៊ានម៉ារីនអត់មានអ្នកណាខ្វល់ខ្វាយអីទេបែរជានាំគ្នាស្រែកហូរកញ្ជ្រៀវសប្បាយអើងកងតាមពិតពួកគេក៏មិនចង់ធ្វើការក្រៅបញ្ជាមេដែលសាហាវយង់ខ្នងដោយ Morgan នឹងដែរបន្ទាប់មកពួកគេបាននាំគ្នាទៅញ៉ាំអីនៅហាងម៉ាក់របស់រីកានៅពេលនោះម៉ាក់របស់រីកាបានធ្វើម្ហូបយ៉ាងឆ្ងាញ់ទទួលពួកគេដើម្បីអរគុណពួកគេដែលបានជួយរំដោះភូមិនេះពីការត្រួតត្រារបស់ជនកំណាច Morgan ពេលនោះរីកាបានសួរ Luffy ថាចង់ទៅណាទៀតបន្ទាប់ពីនឹងហើយ Luffy ប្រាប់ថាគាត់នឹងទៅតំបន់ Grand Line ពេលឮអញ្ចឹង Kobe ភ័យជំនួសទោះបីជាគាត់អត់ចូលក្រុមជាមួយ Luffy ក៏គាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ Luffy ដែរព្រោះតំបន់ Grand Line នឹងគឺជាតំបន់គ្រោះថ្នាក់បំផុតគេតែងតែហៅតំបន់នោះថាជាកន្លែងបញ្ចុះសពរបស់ចៅសមុទ្របន្តមកមានម៉ារីនមួយក្រុមបានទៅដល់ទីនោះដើម្បីធ្វើការតាមតួនាទីរបស់ពួកគេដែលត្រូវចាប់ក្រុមចៅសមុទ្រប៉ុន្តែដោយសារតែក្រុមរបស់ Luffy មានស្នាដៃជួយភូមិនេះគេនឹងមិនរាយការណ៍ទៅថ្នាក់លើទេតែសំណូមពរឲ្យក្រុមរបស់ Luffy បញ្ញាប់ចាក់ចេញពីភូមិនឹងពេលនោះ Luffy យល់ការក៏សុខចិត្តចាក់ចេញតាមស្រួលហើយនៅពេលដែលគេសួរថា Kobe គឺជាសមាជិកក្រុមរបស់ Luffy ដែរអត់ Luffy បែរជាទៅធ្វើឆ្លោះតោះតែងគ្នាជាមួយ Kobe ចង់ប្រាប់គេថា Kobe មិនមែននៅក្រុមជាមួយគាត់ទេមូលហេតុគឺដោយសារតែគាត់ដឹងថា Kobe ចង់ធ្វើជា Marine ហើយបើគេដឹងថា Kobe ធ្លាប់តាក់ទងជាមួយនឹងចៅសមុទ្រនោះគេអត់ឲ្យគាត់ធ្វើ Marine ទេបន្តមកនៅពេលដែល Luffy ហើយនិង Zoro ចេញទៅផុត Kobe បានសុំគេធ្វើជា Marine ហើយគេក៏បានទទួលយកគាត់បន្តមក Kobe បានតាមទៅអរគុណ Luffy ដល់កំពង់ផែហើយ Zoro បាននិយាយលេងថាវាមិនដែល Marine ណាមកអរគុណចៅសមុទ្រមើលទៅរឿងនឹងតរកត់ចូលក្នុងសភៅប្រវត្តិសាស្ត្រទៅបានសម្រាប់រឿងនេះផងដែរខ្ញុំសូមឆ្លៃត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយចុច like និង comment បានច្រើនហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន Subscribe Channel មនោចរណៃទេក៏ជួយ Subscribe ម្នាក់មួយដើម្បីជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំផងបាទសូមអរគុណសូមជូនពរសុខភាពល្អអនាគតបបររុងរឿង